បានលេឡានដីអត់ឆេះទេបន្ទាប់ពីខ្ញុំបានទៅលេងស្រុកហើយត្រឡប់មកភ្នំពេញវិញនៅផ្លូវកវ៉ាត់ក្រុងបាត់ដំបងមានការសាំងតូតាល់មួយខ្ញុំបានឈប់ចាក់សាំងដល់ពេលឈប់ចាក់ហើយស្រាប់តែដេលេងឆេះតែម្ដងហើយក៏បានសួរបុគ្គលិកហ្នឹងឲ្យហៅជាងការ៉ាស់គេមកមើលជាងនឹងបានពិនិត្យមើលទៅថាមកពីស្អិតដុំដេបន្ទាប់ពីគាត់កៅអគុយហើយគាត់គោះដុំដេទៅខ្ញុំក៏បានឆេះបាននឹងឆេះហើយអត់បានជួសជុលទេគាត់ក៏ទៅវិញទៅឲ្យលុយគាត់$5តបមកពេលខ្ញុំដាក់លេខទៅវាស្រាប់តែលុតវិញខ្ញុំក៏ដេលេងឆេះតែម្ដងហើយដេច្រើនម្ដងធ្វើឲ្យអស់គុយចឹងក៏បានតាក់ទងទៅខាងការ៉ាស់នឹងម្ដងទៀតឲ្យគាត់មកមើលហើយពេលនេះខ្ញុំសម្រេចចិត្តថានឹងអូសឡានទៅការ៉ាស់ដើម្បីគាត់ដោះលាងដុំដេដើម្បីដាក់ប្រេងដាក់ឲ្យវាដេទៅស្រួលចឹងក៏បានសដោងខ្សែអូសមកដល់ការ៉ាស់របស់គាត់គឺនៅជិតគ្នានឹងទេបាទជា20ម៉ែត្រពីការ៉ាស់សាំងតូតាល់ហើយគាត់បានដោះដុំដេមកគឺឃើញសឹកមានខ្ជូងកតិចក្នុងហ្នឹងហើយដុំដេគឺវាសឹកលេងស្អាតអស់ហើយគាត់ក៏បញ្ជូនដុំដេហ្នឹងទៅកន្លែងធ្វើដុំដេហើយអស់$35ពេលដាក់អីហើយខ្ញុំក៏ជិះធម្មតាត្រឡប់មកភ្នំពេញវិញទៅហើយពេលត្រឡប់មកភ្នំពេញពេលនេះគឺខ្ញុំយកឪពុកខ្ញុំមកជាមួយដែរ